រឿងសង្គ្រាមរវាងគីងគក់និងតាព្រំប្រជុំរឿងព្រេងខ្មែរភាគទី4ទំព័រទី61ដល់ទំព័រទី66សម័យព្រេងនាយវេលាមួយពិភពលោកកើតទុរភិក្សក្តៅហួតហែងគ្រប់ទិសទីព្រះភិរុណមិនបង្អោភ្លៀងសោះស្ទឹងត្រពាំងថ្លុកបឹងព្រែកទន្លេក៏រីងទឹកអស់សត្វទាំងឡាយស្លាប់កឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញ៉ង់ពួកមណ្ឌុកសត្វមានគីងគក់កង្កែបជាដើមដែលជាសត្វប៉ិនអត់ធន់ក៏ស្គមនៅតែស្បែកនិងឆ្អឹងថ្ងៃមួយគីងគក់ជាមេប្រកាសដល់ក្រុមញាតិនិងហ៊ីងកង្កែបជាមិត្តថាហើយមិត្តទាំងអស់គ្នាមើលទៅតាព្រំមិនបង្អោភ្លៀងមកឲ្យយើងទេបើយើងនៅតែស្ងៀមមុខជាដាច់ពោះស្លាប់មិនខានមកវើយមិត្តយើងកែនគ្នាទៅតយុទ្ធនឹងតាព្រំយកភ្លៀងឲ្យបានអាសន្នដល់ហើយណាស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់បើមួយថ្ងៃនឹងស្លាប់យើងស្លាប់ក្នុងចម្បាំងយកជ័យឲ្យក្រុមញាតិមិត្តយើងប្រសើរជាងក្រោយដែលបានប្រកាសយ៉ាងនេះពលគីងគក់និងមិត្តទាំងអស់ក៏លើកព្យុហយាត្រាទៅតយុទ្ធនឹងតាព្រំក្នុងវិមានលោកអៃដរអាកាសកងទ័ពមណ្ឌុកសត្វដើរកាត់ទីវាលបន្តិចមកក៏ស្រាប់តែប្រទះនៅទ័ពមួយវងធំទៀតមេបញ្ជាការធំនៃទ័ពគីងគក់ឃើញវងពលត្រីអណ្ដែងធំខ្នាន់ខ្នាប់ខ្លួនប្រឡាក់ស្រមកដោយកំទេចធូលីនិងផេះនៃវាលស្រែមេគីងគក់សួរថាណែវើយតាកនឯងនេះទៅណាបានជាប្រមៀលខ្លួនហុយដីត្រឡោមអញ្ចឹងកាត់មុខឲ្យរំខានដល់កងទ័ពរបស់អញនេះត្រីអណ្ដែងជាមេទ័ពតបថាភឿនអើយពួកមច្ឆានេះបានបញ្ជូនយើងឲ្យមកជាមួយបងក្រាញ់ដល់ប៉ិនប្រសពខាងរត់ឆ្លងភ្នំនិងបារាយដើម្បីច្បាំងនឹងតាព្រំនឹងណាដើម្បីយកភ្លៀងមកបំពេញបឹងស្ទឹងយើងទៅភឿនគីងគក់លឺដូច្នោះអណាស់ក៏ប្រាប់កងទ័ពខ្លួនមួយរំពេចនោះសាប់ជ័យយោបានលន់លឺចេញពីទ័ពទាំងពីរក្រុមហើយទ័ពទាំងនោះក៏ប្រមូលគ្នាជាទ័ពមួយយាត្រាទៅតាមវាលក្តៅហួតហែងទៅបន្តិចទៅស្រាប់តែឃើញបណ្ណក់ជាតិមួយវងធំហើរខ្មៅខ្នាប់ឮសូងងលើអាកាសហើយឮឃ្មុំនឹងអមាល់ជាមេទ័ពបន្លឺមកថាណែបងគីងគក់ហ៊ីងកង្កែបត្រីអណ្ដែងត្រីក្រាញ់ឯងទៅណាខ្លួនស្រមកយ៉ាងនេះនោះគីងគក់តបថាមកវើយបងឃ្មុំយើងដឹងហើយថាក្រុមបងឯងនឹងលើកតបទៅច្បាំងព្រោះអត់ភ្លៀងមែនទេខ្វះឈើព្រៃផ្ដាល់ផ្កាផ្លែសម្បុកដល់ក្រុមបងមកកុំបងអង្គយើងព្រួតគ្នាទៅតយុទ្ធនឹងតាព្រំកុំខ្លាចស្លាប់អីទៅពួកយើងទ័ពគោកនិងទ័ពអាកាសហូរយកជ័យហើយក៏លើកតទៅទៀតលុះដល់ចិត្តចំការស្ងួតមួយស្រាប់តែទ័ពនេះប្រទះនឹងផ្លែត្រសក់ស្រូវរដូករណែលលើផែនដីដាច់របេះចាក់តងគួរឲ្យអាសូរត្រសក់មួយស្រែកដោយមានសង្ឃឹមថាភឿនអើយឲ្យគ្នាយើងដោយសារទៅផងតែគ្នាយើងស្ងួតស្លាប់អស់ហើយនេះភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ជំនួសគ្រួសារយើងដែរមិនឲ្យនៅវេទនាទេមេទ័ពទាំង3ក៏យល់ព្រមឲ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមខ្លួនលុះផុតពីវាលក៏បានទៅដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមរញោមស្លាប់ចិត្តអស់កងទ័ពបានទៅដល់ឃើញវល្លិផ្ដៅធំពីរដើមនៅនឹងគល់ឈើងាប់មួយដើមផ្ដៅក៏សួរថាណែភឿនទៅណានឹងក៏សន្ធឹកម្ល៉េះភឿនមិនអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬណែឃើញទេស្លាប់ដេកពពូនដោយដៃតាព្រំអស់ហើយឲ្យយើងទៅច្បាំងផងយើងនៅយ៉ាងនេះក៏វេទនាណាស់ដែរយើងស៊ូទៅស្លាប់ក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដល់ជីវិតសត្វលោកណាទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្ដៅគោចរទៅតាមផងក្រោយមកទ័ពទាំងអស់ក៏បានដល់ឋានតាព្រំគ
គីងគក់បានបញ្ជាឲ្យឃ្មុំប្រុងវាយសម្រុកនៅខ្លោងទ្វារខាងមុខនិងខាងក្រោយត្រីអណ្ដែងនិងត្រីក្រាញ់ដែលខ្លួនប្រឡាក់ទៅដោយធ្យូងនិងផេះឲ្យចូលទៅក្នុងពាងនិងផើងទឹកនៅមាត់ទ្វារក្រោយនិងពាងផ្សេងឲ្យតែមានទឹកចំណែកឯផ្ដៅទាំងពីរធំឲ្យឈរប្រុងនៅមាត់ទ្វារប្រាសាទត្រសក់ស្រូវឲ្យប្រមៀលទៅទៀបជើងក្រោមអាសនៈតាព្រំគង់ឯក្រុមគីងគក់ហ៊ីងកង្កែបជាតបស្រួចអ្នកចូលលុកលុះចាត់ស្រេចហើយតបមណ្ឌុកសัตว์ក៏ចូលស្រតម្រង់អាសនៈតាព្រំអាស្រ័យនៅដោយស្រែកហូរសន្ធាប់យ៉ាងខ្លាំងធ្វើឲ្យពលរេទាំងអស់ទាំងទេវតាមេនុំមេនាងចៅចិត្តចៅចោមម៉មខុនណាងជំទាវរត់ចេញពីប្រាសាទស្លន់ស្លោទៅត្រូវនឹងទឹកផេះទឹកក្បូងដែលត្រីអណ្ដែងត្រីក្រាញ់បាចមកលើភ្នែកផ្សាស្រវាំងរកទិសតំបន់ពុំឃើញថែមទាំងត្រូវពួកឃ្មុំអោម៉ាល់តិចចុកឈឺរមួលស្រែកយំរំពងតាព្រំរកច្រកចេញពុំទាន់ស្រែកសួរថាណែវើយពួកអាគីងគក់ហ៊ីងអាកង្កែបចង្រៃឯងទៅណាពួកមណ្ឌុកសัตว์តបថាយើងមកច្បាំងតាព្រំចុះចាក់អាសនៈឥតមើលក្រោយក៏ជន់លើត្រសក់ស្រូវរអិលដួលផ្ងាស្រទៀងត្រូវផ្ដៅទាំងពីរបន្ទន់ខ្លួនប្រញាប់សង្កត់កជាប់ឃ្មុំក៏តិចឈឺផ្សាស្រែកចុះញោមពួកសัตว์និងរុក្ខជាតិថាចាញ់ហើយឮដូច្នោះមេបញ្ជាការគីងគក់ក៏ខាត់តបឲ្យឈប់ដើម្បីដោះស្រាយបញ្ហាចោះចាញ់គីងគក់សួរទៅតាព្រំបរាជ័យថាម៉េចក៏លោកបង្អត់ភ្លៀងដល់សัตว์លោកធ្វើឲ្យសัตว์ស្លាប់គ្រប់កន្លែងដូច្នេះគ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អល់ភ្លៀងចុះទៅនោះយើងនឹងកំទេចវិមានលោកសម្រាប់ទាំងពលទាំងលោកពុំខានតាព្រំនឹកភ័យក៏និយាយអង្វរពលសัตว์និងរុក្ខជាតិថាសូមពួកព្រះស្ដែងកុំខឹងណាយើងខ្លាចហើយយើងនឹងផ្ដល់ទឹកភ្លៀងឲ្យឥឡូវនេះហើយសូមអស់អ្នកអញ្ជើញទៅវិញចុះកុំខឹងអីណាគីងគក់តបថាទេកូនយើងមិនព្រមទេបើយើងទៅនោះលោកនឹងផ្ដល់ភ្លៀងឲ្យយើងតែមួយមេហើយប្រងើយកន្តើយទៅនាំឲ្យពិបាកយើងលើកទ័ពឡើងមកទៀតដូច្នេះសូមលោកសន្យាឲ្យពរជាពិសេសដល់យើងសិនទើបកូនយើងសុខចិត្តណាលុះសេចក្ដីមួយសន្ទុះតាព្រំក៏ពោលថាយើងព្រមឲ្យពរដល់អ្នករាល់គ្នាហើយបើដូច្នេះពេលណាដែលអ្នកត្រូវការភ្លៀងហើយចំណែកគីងគក់ហ៊ីងកង្កែបត្រូវតែសង្កៀតធ្មេញបន្លឺសំឡេងពីក្រោយមកពេលនោះយើងនឹងបង្អោភ្លៀងឲ្យអ្នកភ្លាមកាលសន្យារួចស្រេចទ័ពមណ្ឌុកសัตว์បណ្ណក់សัตว์និងរុក្ខជាតិក៏ថយមកលំនៅរៀងខ្លួនតាំងពីនោះមកពេលណាដែលគីងគក់ហ៊ីងកង្កែបត្រូវការភ្លៀងក៏សង្កៀតធ្មេញបន្លឺសំឡេងក្រតអែបអោកហ៊ីងហងភ្លៀងក៏ធ្លាក់បង្អល់មកបាត់រឿងសង្គ្រាមរវាងគីងគក់និងតាព្រំចប់ត្រឹមតែប៉ុណ្ណេះ